ជាស្ដេចអូនមានយកប្រវត្តិរូបសង្ខេបអូនមកហ៎ចុះខ្ញុំផ្ញើមិនសើមិនតាម social media ហើយនឹងតាម Android ហ្នឹងអាចចង់ដឹងពីអាស័យដ្ឋានអូនផ្ទះនៅណាដែរទេហ៎ខ្ញុំអត់នៅផ្ទះផងខ្ញុំនៅ condo អាស័យដ្ឋានហ្នឹងបច្ចុប្បន្នឬអាចិនត្រៃអាស័យដ្ឋានបច្ចុប្បន្នណាបងបច្ចុប្បន្ននៅមុខបងឯងហ្នឹងចេះសួរដូចឈួតបងមានអារម្មណ៍ថាតឹងធុងមើលណៃខ្លាំងណាស់ហើយបានតឹងធុងបងមកពាក់ខ្សែទូជាងធុងបងទាំងស្អែកខ្ញុំចូលធ្វើការអូខេ bye thank you អរគុណអូនសម្រាប់ការចូលរួមសម្ភាសន៍គឺបន្ទាប់ពីថ្ងៃសម្ភាសន៍ហ្នឹងទៅបើសិនជាអូនជាប់3ថ្ងៃទៅមួយអាទិត្យខាងបងនឹងតាក់ទងទៅអូនសម្រាប់ការចូលធ្វើការនៅឡៃកុងរីផែលបាទជម្រាបអូនបាទជម្រាបបងបេក្ខជនបន្ទាប់សៀមគឿនសួស្ដីបងអូនឯងឈ្មោះសៀមគឿនហ្នឹងហីបាទជើញដោះវ៉ែនតាចេញសិនណាអូនណាពាក់ព័ន្ធនឹងវ៉ែនតាអធិស្ឋានអូនមានយកប្រវត្តិរូបសង្ខេបអូនមកហ៎ចុះខ្ញុំផ្ញើមិនសើមិនតាម social media ហើយនឹងតាម Android ហ្នឹងអត់មើលទេអត់ free មកទេសិត free អូនអីអូនអញ្ចឹងជួយអង្គុយសិនឥឡូវយើងធ្វើការសម្ភាសមកណាអើយញ៉ាំមកដាក់ពាក្យធ្វើការដូចមកសម្ភាសរឿងប៉ោះទូរទស្សន៍ឥឡូវបងបានស្គាល់ឈ្មោះអូនហើយអញ្ចឹងអូនអាចចង់ដឹងពីអាស័យដ្ឋានអូនផ្ទះនៅណាដែរទេហ៎ខ្ញុំអត់នៅផ្ទះផងខ្ញុំនៅ condo អូខុនដូក៏បានដែរចង់ដឹងអាស័យដ្ឋានណាអាស័យដ្ឋានហ្នឹងបច្ចុប្បន្នឬអាចិនត្រៃអាស័យដ្ឋានបច្ចុប្បន្នណាបងបច្ចុប្បន្ននៅមុខបងឯងហ្នឹងចេះសួរដូចឈួតនឹងចង់ដឹងទូរស័ព្ទទូរស័ព្ទបងអីគេទូរស័ព្ទខ្ញុំហ៎ចា17 Pro Max ទិញលុយសតទូរស័ព្ទបងលេខទូរស័ព្ទលេខទូរស័ព្ទបងចាញ់ខ្ញុំផ្ញើតាមប្រព័ន្ធ TikTok ឲ្យអូនបងមានអារម្មណ៍ថាតឹងធុងមើលណៃខ្លាំងណាស់ហើយបានតឹងធុងបងមកពាក់ខ្សែទូជាងធុងបងល្មមទេតែចំភាអត់តឹងមុខឥឡូវបងចំសួរចំណាប់អារម្មណ៍ខ្លីៗហ្មងមូលហេតុអីបើចង់មកធ្វើការនៅផ្សារទំនើបឡៃកុងរីថែលអបសក់នៅផ្ទះធុញហើយឡៃកុងរីថែលគេល្បីយូរហើយអញ្ចឹងអត់មានតកតមកតាជីវភាពខ្វះខាតលុយអីទេណ៎អត់ផងឥឡូវបងមើលឃើញពីសក្តានុពលកតាជីវភាពររុងរឿងរបស់ប្អូនហើយបងគិតថាស្អែកអូនអាចមកធ្វើការបានទេណាចឹងខ្ញុំមកធ្វើការស្អែកចុះចាឋានៈគឺជាបុគ្គលិកធម្មតាដូចគេដូចឯងហើយការស្លៀកពាក់ឯងអាចបន្ថយជាងនឹងបានគ្រឿងអលង្ការឯងបងដោះចេញបានអូនចែបងដោយសារខ្ញុំជាទូទៅខ្ញុំនៅ condo របស់ខ្ញុំរាល់ថ្ងៃនេះខ្ញុំមិនដែលមានកៅអៅធម្មតាគឺសិតជាឈុតខ្វះទេទាំងអស់តែបាននឹងផ្ដល់ឯកសន្តានឲ្យអូនតែគាត់ថាគឺ accessory ដូចនាឡិកាជៀនកវលកញ្ចក់ដៃសក់អីអាចដូរពណ៌វ៉ែនតាបាច់ពាក់ក៏បានដែរទូរស័ព្ទបាច់សម្ញែងពេកទេខ្សែកបើយកទៅជ្លក់ទឹកថែមយកទៅហើយចែបងដោយសារអីបើសិនជាខ្ញុំដោះទុកខៃលោបាតរបស់ខ្ញុំទៅណាទទួលខុសត្រូវអីបងដោះទុកនៅផ្ទះបានណាផ្ទះខ្ញុំមិនមានអ្នកណាដឹងអញ្ចឹងខ្ញុំមិនអាចដោះចេញបានទេហើយដូចជាសម្លៀកបំពាក់អញ្ចឹងជាទូទៅដូចខ្ញុំបញ្ជាក់អញ្ចឹងគឺនៅ condo ខ្ញុំគឺឈុតអញ្ចឹងស្អែកខ្ញុំចូលធ្វើការអូខេ bye thank you